បាទសូមគោរពជំរាបសួរលោកគ្រូអ្នកគ្រូសាស្ត្រានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាបាទនៅក្នុងថ្ងៃនេះខ្ញុំបានត្រឡប់មកជួបលោកគ្រូអ្នកគ្រូសាស្ត្រានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាជាថ្មីម្ដងទៀតហើយនៅក្នុង Channel អ៊ុតឡាក់ Technical បាទតើសុខសប្បាយជាទេបាទហើយនៅក្នុងថ្ងៃនេះខ្ញុំនឹងលើកយកចំណេះដឹងថ្មីមួយទៀតនៅក្នុងកម្មវិធី Telegram គឺជាការបើកនៅមុខងារមិនឲ្យឃើញសមាជិកក្នុងក្រុម Telegramបាទហើយដើម្បីយើងធ្វើការបើកមុខងារមិនឲ្យឃើញសមាជិកនៅក្នុងក្រុម Telegram តើយើងត្រូវធ្វើដូចម្ដេចដូច្នេះដើម្បីចូលទៅដល់ការបង្ហាញរបស់ខ្ញុំបាទខ្ញុំសូមលោកគ្រូអ្នកគ្រូសាស្ត្រានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាដែលបានចូលមកទស្សនាវីដេអូរបស់ខ្ញុំថ្មីសូមជួយចុច Like ចុច Subscribe ព្រមទាំងចុចបើករូបកណ្ដឹងដល់ Channel ខ្ញុំបាទដើម្បីខ្ញុំអាប់ឡូតវីដេអូថ្មីដែលជាវីដេអូផ្ដល់នូវចំណេះដឹងនៅថ្ងៃខាងមុខបានបង្ហាញចែកជូនដល់លោកគ្រូអ្នកគ្រូសាស្ត្រានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាបានឃើញមុនគេបាទហើយវីដេអូមួយនេះផងដែរគឺជាការបង្ហាញជូនទៅដល់បងម្នាក់ដែលបាន comment នៅលើវីដេអូ YouTube របស់ខ្ញុំបាទហើយខ្ញុំសូមចូលទៅក្នុង YouTube ដើម្បីមើល comment របស់គាត់បាទខ្ញុំចូលទៅក្នុង app YouTube នេះបាទហើយគាត់បានធ្វើការ comment នៅក្នុងវីដេអូមួយនេះគឺរបៀប add សមាជិកក្រុម Telegram គេចូលក្រុម Telegram យើងបាទហើយខ្ញុំសូមចូលទៅកន្លែងរូប profile របស់គាត់ហើយគាត់គឺឈ្មោះថា Sin បាទគឺរូប profile របស់គាត់នេះគឺជារូប profile របស់គាត់បាទហើយខ្ញុំសូមចេញមកខាងក្រៅវិញបាទហើយខ្ញុំសូមចូលទៅកន្លែងវីដេអូនេះហើយខ្ញុំឲ្យមេដៃគាត់មួយបាទហើយខ្ញុំឲ្យរូបបេះដូងមួយទៀតបាទបន្តមកទៀតខ្ញុំនឹងចូលទៅក្នុងកម្មវិធី Telegram បាទហើយខ្ញុំសូមចូលទៅក្នុងកម្មវិធី Telegram នេះបាទហើយដើម្បីយើងចូលទៅកន្លែងបិទនៅមុខងារមិនឲ្យឃើញសមាជិកក្នុងក្រុម Telegram គឺយើងដំបូងយើងធ្វើការបង្កើតនៅ Channel Telegram មួយរួចហើយទើបយើងធ្វើការបង្កើតក្រុម Telegram មួយទៀតដើម្បីធ្វើការភ្ជាប់ជាមួយនឹង Channel Telegram នោះទើបយើងមានមុខងារនេះដើម្បីយើងធ្វើការប្រើប្រាស់បាទហើយខ្ញុំសូមធ្វើការបង្កើតនៅ Channel Telegram មុនគឺយើងចូលទៅកន្លែងរូបខ្មៅដៃនេះហើយយើងចូលទៅកន្លែងពាក្យថាប៉ុស្តិ៍ថ្មីនេះបាទគេហៅថាខ្ញុំសូមដាក់ថា A រួចហើយខ្ញុំចុចសញ្ញា Tick នេះបាទហើយនៅកន្លែងនេះគឺខ្ញុំសូមដូរមកដាក់នៅកន្លែងពាក្យថាប៉ុស្តិ៍ឯកជនវិញបាទដោយសារនៅក្នុងកម្មវិធី Telegram របស់ខ្ញុំសូមបានធ្វើការដូរមកជាភាសាខ្មែរដើម្បីងាយស្រួលនឹងធ្វើការបកស្រាយបង្ហាញជូនបាទហើយខ្ញុំសូមដាក់សញ្ញារង្វង់មូលពណ៌ខៀវនេះមកដាក់នៅកន្លែងពាក្យថាប៉ុស្តិ៍ឯកជនវិញបាទហើយបន្តមកទៀតខ្ញុំចុចសញ្ញា Tick នេះហើយខ្ញុំធ្វើការ add នៅសមាជិកម្នាក់ដើម្បីចូលទៅក្នុង Channel នេះបាទដល់ខ្ញុំវាយនៅឈ្មោះគណនី Telegram របស់ខ្ញុំឈ្មោះថាឡាក់បាទនេះគឺឡាក់ Technical ខ្ញុំសូមចុចទៅលើរូប profile របស់ខ្ញុំហើយខ្ញុំចុចសញ្ញាព្រួយទៅមុខបាទនេះខ្ញុំបានធ្វើការបង្កើតនៅ Channel Telegram មួយគឺ Channel Telegram ឈ្មោះថា A នេះបាទហើយខ្ញុំសូមចូលទៅក្នុង Channel នេះបាទបន្ទាប់មកខ្ញុំចូលទៅរូប logo ហើយខ្ញុំចូលទៅកន្លែងរូបខ្មៅដៃនេះបាទហើយបន្តមកទៀតគឺខ្ញុំចូលទៅកន្លែងពាក្យថាពិភាក្សានេះបាទដើម្បីធ្វើការភ្ជាប់ជាមួយនឹងក្រុម Telegram មួយបាទហើយខ្ញុំសូមភ្ជាប់ជាមួយនឹងក្រុម Telegram របស់ខ្ញុំឈ្មោះថា New Group នេះបាទហើយខ្ញុំសូមចុចនៅពាក្យថាភ្ជាប់ក្រុមនេះបាទនេះគឺខ្ញុំបានធ្វើការភ្ជាប់ Channel របស់ខ្ញុំទៅនឹងក្រុម Telegram ហើយបន្តមកទៀតខ្ញុំសូមចុចសញ្ញា Tick នេះបាទក្រោយមកខ្ញុំសូមចេញមកខាងក្រៅបាទហើយបន្តមកទៀតខ្ញុំសូម search រកឈ្មោះក្រុមដែលខ្ញុំបានភ្ជាប់ជាមួយ Channel នេះគឺខ្ញុំចុចនៅកន្លែងសញ្ញាកាយឆ្លុះនេះបាទខ្ញុំវាយពាក្យថា New
បាទនេះគឺឈ្មោះក្រុមដែលខ្ញុំបានជាប់ជាមួយ channel អំបញ្ញមិញខ្ញុំសូមចូលទៅខាងក្នុងបាទបន្ទាប់មកខ្ញុំចូលទៅកន្លែងរូប logo របស់ក្រុមបាទហើយខ្ញុំចូលទៅកន្លែងរូបខ្មៅដៃរបស់ក្រុមនេះដើម្បីធ្វើការបង្ហាញនៅកន្លែងដែលយើងធ្វើការបិទមិនឲ្យឃើញសមាជិកក្នុងក្រុម Telegram បន្ទាប់មកគឺខ្ញុំសូមធ្វើការអុសទៅខាងលើដើម្បីចូលទៅកន្លែងមួយឈ្មោះថាសមាជិកនេះបាទហើយនៅខាងលើនេះគឺជាកន្លែងដែលមានពាក្យថាលាក់សមាជិកហើយនៅខាងក្រោមនៅកន្លែងអក្សររាងស្រមោលនេះគឺបានបញ្ជាក់ថាបើកវាដើម្បីលាក់បញ្ជីសមាជិកនៅក្នុងក្រុមនេះអ្នកគ្រប់គ្រងនឹងនៅតែអាចមើលឃើញបាទហើយកន្លែងនេះគឺបញ្ជាក់ថាយើងអាចធ្វើការបិទចំនួនសមាជិកនៅក្នុងក្រុមនេះមិនឲ្យសមាជិកផ្សេងៗនៅក្នុងក្រុមនេះបានឃើញគឺយើងអាចធ្វើការបើកបានប៉ុន្តែនៅក្នុងនេះគឺក្រុមហ៊ុន Telegram មានលក្ខខណ្ឌមួយដើម្បីឲ្យយើងធ្វើការបិទបានលុះត្រាតែនៅក្នុងក្រុមនេះមានសមាជិកមានចំនួនចាប់ពី100នាក់ឡើងទើបយើងអាចធ្វើការបិទនៅសមាជិកនេះបានបាទគឺយើងអាចធ្វើការបើកនៅកន្លែងនេះឲ្យចេញពណ៌ខៀវគឺសារនៅក្នុងក្រុមហ៊ុន Telegram នឹងធ្វើការបញ្ជាក់មកប្រាប់យើងហើយបាទហើយខ្ញុំសូមធ្វើការបើកនៅកន្លែងនេះគឺមានក្រុមច្រើនជាង100នាក់ទើបយើងអាចធ្វើការបើកបានបាទហើយប្រសិនជានៅក្នុងក្រុម Telegram របស់បងឬមួយក៏លោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាមានសមាជិកចាប់ពី100នាក់ឡើងគឺយើងអាចធ្វើការបើកប្រើប្រាស់នៅមុខងារនេះបានហើយបាទហើយនេះគឺជាការបង្ហាញរបស់ខ្ញុំបាទអំពីមុខងារបិទមិនឲ្យឃើញសមាជិកក្នុងក្រុម Telegram បាទហើយប្រសិនជាបងហើយនិងលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នានៅមានចម្ងល់នៅក្នុងការបង្ហាញរបស់ខ្ញុំបាទខ្ញុំសូមបងហើយនិងលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាធ្វើការ comment នៅខាងក្រោមវីដេអូរបស់ខ្ញុំបាទនឹងឆ្លើយជូនដល់បងហើយនិងលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាបាទហើយនៅខាងក្រោមវីដេអូរបស់ខ្ញុំបាទនេះគឺមានវីដេអូជាច្រើនទៀតដែលជាវីដេអូផ្ដល់នៅចំណេះដឹងសម្រាប់បង្ហាញចែកជូនបន្ថែមទៀតបាទហើយនៅថ្ងៃខាងមុខខ្ញុំនឹងលើកយកវីដេអូថ្មីដែលជាវីដេអូផ្ដល់នៅចំណេះដឹងសម្រាប់បង្ហាញជូនដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាបន្ថែមទៀតបាទហើយនៅពេលនេះការបង្ហាញរបស់ខ្ញុំបាទបានចូលមកដល់ទីបញ្ចប់បាទសូមអរគុណហើយនឹងសូមជម្រាបលា